បងប្អូនដែលមិនទាន់ចាំបង្កើត TikTok អាមេរិកអាចមើលវីដេអូនេះបានជាដំបូងយើងចូលមកកាន់ TikTok ផ្លាស់ប្ដូរប្រទេសនៅកន្លែងវាយលេខទូរស័ព្ទសម្រាប់ការជ្រើសរើសប្រទេសយើងអាចជ្រើសរើសបានពីរបងប្អូនយើង scroll មើលទៅក្រោមឲ្យអស់សិនយើងអូសឲ្យដល់តួអក្សរ U បងប្អូនយើងអាចជ្រើសរើសយក UK ឬក៏ US បងប្អូនយើង scroll ទៅក្រោមមករៀងឆ្ងាយតិចទៅហើយនិយាយរួមទៅឲ្យទៅដល់លេខក្រោមឲ្យអស់ណាអាចជ្រើសរើសបានពីរប្រភេទដូចខ្ញុំគូឃុំអញ្ចឹងណាជ្រើសរើសហើយវានឹងត្រឡប់មកវិញណាបន្ទាប់មកទៀតយើងមើលមកក្រោមហើយយើងដូរប្រទេសមួយទៀតនៅខាងក្រោមណាបើនិយាយរួមទៅអាខាងលើយើងយកមួយណាយើងយកដូចអាខាងលើដែរណាមើលតាមជាក់ស្ដែងបងប្អូនអ្វីដែលសំខាន់យើងជ្រើសរើសយកបានតែមួយប៉ុណ្ណោះណាបងប្អូនអត់ពិបាកទេហើយធានាបាន TikTok អាមេរិក 100% បើអ្នកទាំងអស់គ្នាមិនយល់អាចតាក់ទងឆាតឬក៏តាម Telegram ខ្ញុំបានបន្ទាប់មកទៀតយើងត្រូវ connect ជាមួយនឹង email ដែលយើងមានស្រាប់ប្រសិនបើយើងបង្កើតជាមួយនឹងលេខទូរស័ព្ទគឺវាអត់អោយទេណាយើងភ្ជាប់ជាមួយនឹង Gmail គឺ 100% ជ្រើសរើសយក email ណាមួយដែលយើងមិនធ្លាប់បង្កើត TikTok ពីមុនបន្ទាប់ពីយើងជ្រើសរើសយក email rồi ហើយយើងចូលពាក្យថា continue បងប្អូនកុំខានណាបើសិនមើលវីដេអូហើយព្រោះអីខ្លាចអត់តាន់ណាសម្រាប់ការបង្កើត TikTok អាមេរិកនេះគឺងាយស្រួលទេបងប្អូនមានពិបាកដោយការបង្កើត YouTube ឬក៏ Facebook ហើយមកដល់ត្រង់នេះក៏លែងថ្ងៃខែឆ្នាំកំណើតយើងដូរធ្វើម៉េចឲ្យត្រូវដូចក្នុងតញ្ញត្តិប័ណ្ណរបស់យើងកុំឲ្យខុសពីតញ្ញត្តិប័ណ្ណរបស់យើងឲ្យសោះព្រោះនៅពេលយើងស្នើការរកលុយគឺយើងត្រូវភ្ជាប់ជាមួយនឹងកងធនាគារនិងតញ្ញត្តិប័ណ្ណរបស់យើងពេលដែលយើងដាក់ថ្ងៃខែឆ្នាំកំណើតរួចហើយត្រូវបង្កើតឈ្មោះ account TikTok របស់យើងដាក់ឈ្មោះខ្លួនយើងក៏បានឬក៏ដាក់តាមវីដេអូ content របស់យើងបើសិនយើងកំ pl យើងដាក់ថា Funny KA ក៏បានមិនជាបញ្ហាទេត្រង់ឈ្មោះអ្វីដែលសំខាន់យើងផុសវីដេអូឲ្យទៀងទាត់ហើយឲ្យមានគុណភាពសម្រាប់វីដេអូយើងចុច continue តាមសញ្ញាព្រួយរបស់ខ្ញុំទៅតែប៉ុណ្្នឹងរួចរាល់ហើយបងប្អូនយើងទទួលបាន account អាមេរិកមួយថ្មីស្រឡាំងរួចរាល់ហើយបងប្អូនងាយស្រួលងាយយើងមិនចាំបាច់ទិញ VPN អស់លុយហើយមិនចាំបាច់ប្រើ VPN fake ក៏បានដែរបងប្អូនបើយើងមានវីដេអូអាច upload បានភ្លាមក៏បានដែរបន្ទាប់មកទៀតយើងចូលទៅមើលថាវាចាប់ទីតាំងប្រទេសបានអត់បងប្អូនចុចចូល setting and privacy ចុចយកពាក្យថា account កុំខាណាបងប្អូនតែខាហើយមើលអត់តាន់ទេយកពាក្យថា account information ចូលមកដល់កន្លែងនេះអ្នកទាំងអស់គ្នា refresh វាមួយមកវានឹងលោតទីតាំង location ប្រទេសដែលយើងបានដាក់នៅ UK ណាបងប្អូនហើយបន្ទាប់មកទៀតយើងចូលមកកាន់កន្លែង TikTok and Studio ដើម្បីបញ្ជាក់ថាយើងអាចរកលុយបានពិតប្រាកដមែនឬអត់បញ្ជាក់បងប្អូនសម្រាប់ TikTok អាមេរិកនេះតើតែបងប្អូនបង្កើតជាមួយនឹង email ហើយមិនបាច់ប្រើលេខទូរស័ព្ទទេចុច TikTok Studio រងចាំបន្តិចទៅដោយសារតែតាក់ទងនឹងអ៊ីនធឺណិតទូរស័ព្ទរបស់ខ្ញុំវារៀង slow ណាកុំច្រឡំថា TikTok ខ្មែរនិង TikTok អាមេរិកដូចគ្នាណាអត់ដូចគ្នាទេចាំមើលខ្ញុំបើកបញ្ជាក់ TikTok Studio ឲ្យមើលអ៊ីនធឺណិតថ្ងៃនេះរៀង slow បន្តិចបងប្អូនរងចាំបន្តិចទៅវានឹង load ដល់កន្លែងនេះហើយយើងមើលមកក្រោមណាបងប្អូនតើមានអាសញ្ញាផ្កាយណាបងប្អូន creator សញ្ញាផ្កាយនេះណាបាទយើងអាចរកលុយជាមួយនឹង TikTok អាមេរិកបានបើសិនជា TikTok ខ្មែរគឺអត់មានទេណាគឺបែបនេះណាបងប្អូនគឺអត់មានមុខងារច្រើនដូច TikTok អាមេរិកទេបងប្អូនអាចមើលទាំងអស់គ្នាប្រៀបធៀប TikTok ខ្មែរនិង TikTok អាមេរិកបានណាអាចចូលមើលបានខ្លួនឯងបង្កើត TikTok អាមេរិកហើយយើងចូលទៅមើល TikTok ខ្មែរថា TikTok Studio វាដូចគ្នាដែរឬអត់អាចចូលទៅមើលបានណាទាក់ទងនឹង TikTok ខ្មែរគឺវាចាប់ទីតាំង location នៅប្រទេសខ្មែរណាបើយើងបង្កើតជាមួយ email ដាក់នៅប្រទេសអាមេរិកគឺវាចាប់ទីតាំងនៅប្រទេសអាមេរិកមើលជាក់ស្ដែងបងប្អូន